ពេលជីវិតជួបបញ្ហារឿង10យ៉ាងដែលអ្នកគួរធ្វើនៅក្នុងជីវិតមិនមាននរណាម្នាក់អាចគេចផុតពីបញ្ហាបានឡើយមនុស្សគ្រប់គ្នាសិតតែមានពេលវេលាដែលខ្លួនមានអារម្មណ៍ថាជីវិតកំពុងតែដាក់បន្ទុកធ្ងន់ពេកនៅលើស្មារបស់ខ្លួនមានអ្នកខ្លះកំពុងប្រឈមនឹងបញ្ហាការងារមានអ្នកខ្លះកំពុងប្រឈមនឹងរឿងហិរញ្ញវត្ថុមានអ្នកខ្លះកំពុងឈឺចាប់ដោយសារតែទំនាក់ទំនងដែលបែកបាក់ហើយក៏មានអ្នកខ្លះទៀតដែលមិនអាចប្រាប់នរណាបានថាតើខ្លួនកំពុងជួបរឿងអ្វីពេលខ្លះនៅចំពោះមុខមនុស្សដទៃយើងនៅតែញញឹមនៅតែធ្វើដូចជាខ្លួនឯងនឹងរឹងមាំប៉ុន្តែនៅពេលត្រឡប់មកដល់បន្ទប់របស់ខ្លួនវិញយើងបែរជាអង្គុយស្ងៀមហើយសួរខ្លួនឯងថាតើខ្ញុំនឹងអាចឆ្លងកាត់វាបានទេពេលជីវិតជួបបញ្ហាអ្វីដែលធ្វើឲ្យយើងឈឺចាប់បំផុតមិនមែនតែងតែជាបញ្ហាដែលកំពុងតែកើតឡើងនោះទេពេលខ្លះវាគឺជាការគិតរបស់យើងចំពោះបញ្ហានោះយើងគិតថាវានឹងនៅជាមួយយើងរហូតយើងគិតថាអ្វីបានបញ្ចប់ហើយយើងគិតថាមនុស្សដទៃកំពុងរស់នៅបានល្អខណៈដែលមានតែយើងម្នាក់ឯងដែលកំពុងរងទុក្ខប៉ុន្តែការពិតគឺមនុស្សគ្រប់គ្នាសុទ្ធតែមានសមរភូមិរបស់ខ្លួនគ្រាន់តែយើងមិនអាចមើលឃើញពីសមរភូមិនៅក្នុងចិត្តរបស់មនុស្សដទៃប៉ុណ្ណោះដូច្នេះប្រសិនបើថ្ងៃនេះអ្នកកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយសូមកុំគិតថាអ្នកជាមនុស្សតែម្នាក់ដែលកំពុងជួបបញ្ហាហើយសូមកុំគិតថាជីវិតរបស់អ្នកបានបញ្ចប់ត្រឹមតែបញ្ហាមួយនេះជីវិតគឺដូចជាសៀវភៅមួយក្បាលទំព័រមួយអាចមានទុក្ខសោកទំព័រមួយទៀតអាចមានការបរាជ័យប៉ុន្តែវាមិនមានន័យថាទំព័រដែលនៅសល់ទាំងអស់ត្រូវតែមានភាពសោកសៅនោះទេថ្ងៃនេះ Channel ដាស់ចិត្តចង់ចែករំលែកជាមួយអ្នកនៅរឿង10យ៉ាងដែលអ្នកគួរធ្វើនៅពេលដែលជីវិតកំពុងតែមានបញ្ហាយើងមិនបានមកប្រាប់អ្នកថាគិតវិជ្ជមានទៅគ្រប់យ៉ាងនឹងល្អដោយគ្រាន់តែនិយាយមួយប្រយោគនោះទេប៉ុន្តែយើងអាចរៀនពីរបៀបរស់នៅជាមួយនឹងបញ្ហាដោះស្រាយបញ្ហានិងឆ្លងកាត់បញ្ហាដោយមិនអនុញ្ញាតឲ្យបញ្ហាមួយបំផ្លាញជីវិតទាំងមូលរបស់យើងដែរព្រោះតែការជឿចាប់របស់មនុស្សមិនអាចបាត់ទៅដោយពាក្យមួយឃ្លានេះបានឡើយដូច្នេះនៅពេលជីវិតជួបបញ្ហារឿងដំបូងដែលអ្នកត្រូវធ្វើទី1គឺកុំប្រញាប់សម្រេចចិត្តនៅពេលដែលចិត្តរបស់អ្នកកំពុងតែរង្គោះរង្គើពេលមនុស្សឈឺចាប់គំនិតរបស់គេមិនតែងតែប្រាប់ការពិតទេពេលខឹងយើងអាចនិយាយពាក្យដែលមិនគួរនិយាយពេលខូចចិត្តយើងអាចបាត់បង់អ្វីដែលមិនគួរបាត់បង់ពេលភ័យយើងអាចរត់ចេញពីឱកាសដែលអាចផ្លាស់ប្ដូរជីវិតរបស់យើងហើយពេលអស់សង្ឃឹមយើងអាចជឿថាគ្មានផ្លូវចេញទោះបីផ្លូវនោះនៅតែមានក៏ដោយហេតុនេះហើយពេលមានបញ្ហាធ្ងន់ធ្ងរកើតឡើងសូមឈប់សិនមិនមែនឈប់ដើម្បីចុះចាញ់ទេប៉ុន្តែឈប់ដើម្បីឲ្យខ្លួនឯងមានពេលសម្រាប់ដកដង្ហើមទុកឲ្យអារម្មណ៍ស្ងប់បន្តិចមុននឹងសម្រេចចិត្តអំពីអនាគតរបស់ខ្លួនអ្នកមិនចាំបាច់ដោះស្រាយជីវិតទាំងមូលនៅក្នុងពេលមួយយប់ទេប្រសិនបើថ្ងៃនេះពិបាកពេកសូមគិតត្រឹមថ្ងៃនេះសិនរស់ឲ្យផុតមួយថ្ងៃសិនស្អែកចាំគិតពីថ្ងៃស្អែកព្រោះពេលខ្លះការរក្សាខ្លួនឯងឲ្យនៅឈរបានគឺជាជ័យជំនះមួយរួចទៅហើយរឿងទី2ដែលយើងត្រូវរៀនគឺជាការទទួលស្គាល់ថាបញ្ហាបានកើតឡើងហើយមនុស្សជាច្រើនចំណាយពេលយ៉ាងច្រើននៅក្នុងការសួរថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំហេតុអ្វីបានជាគេធ្វើដាក់ខ្ញុំប្រសិនបើខ្ញុំអាចត្រឡប់ទៅអតីតកាលវិញតើវានឹងខុសពីនេះទេសំណួរទាំងនេះអាចកើតឡើងនៅក្នុងចិត្តរបស់យើងប៉ុន្តែមានរឿងមួយដែលយើងត្រូវទទួលស្គាល់ថាអតីតកាលនឹងមិនអាចផ្លាស់ប្ដូរបានទេការទទួលស្គាល់មិនមានន័យថាអ្នកយល់ព្រមនឹងអ្វីដែលបានកើតឡើងឡើយវាមិនមានន័យថាអ្នកមិនឈឺចាប់ទេវាគ្រាន់តែមានន័យថាអ្នកឈប់ប្រយុទ្ធជាមួយអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរហើយចាប់ផ្ដើមប្រើកម្លាំងរបស់អ្នក
ទៅលើអ្វីដែលអ្នកនៅតែអាចធ្វើបានស្រមៃថាអ្នកកំពុងបើកឡានទៅកាន់ទីកន្លែងមួយហើយនៅពាក់កណ្ដាលផ្លូវស្រាប់តែផ្លូវដែលអ្នកធ្លាប់ប្រើក៏ត្រូវបានបិទអ្នកអាចឈរនៅមុខផ្លូវនោះហើយខឹងថាហេតុអ្វីបានជាគេបិទផ្លូវអ្នកអាចសោកស្ដាយថាបើផ្លូវនេះមិនបិទខ្ញុំនឹងទៅដល់គោលដៅរបស់ខ្ញុំហើយប៉ុន្តែការខឹងនិងការសោកស្ដាយមិនធ្វើឲ្យផ្លូវនោះបើកឡើងវិញទេអ្វីដែលអ្នកអាចធ្វើបានគឺជាការរកផ្លូវថ្មីហើយជីវិតក៏ដូចគ្នាពេលខ្លះផ្លូវដែលយើងចង់ដើរត្រូវបានបិទមនុស្សម្នាក់ដែលយើងស្រឡាញ់អាចនឹងចាកចេញការងារដែលយើងខំប្រឹងអស់រយៈពេលជាច្រើនឆ្នាំអាចនឹងបាត់បង់អាជីវកម្មដែលយើងសាងសង់អាចនឹងបរាជ័យផែនការដែលយើងគិតថានឹងកើតឡើងប្រាកដអាចនឹងមិនកើតឡើងប៉ុន្តែការបិទផ្លូវមួយមិនមានន័យថាគោលដៅរបស់អ្នកត្រូវបាត់បង់ទេវាគ្រាន់តែមានន័យថាអ្នកប្រហែលជាត្រូវរកផ្លូវថ្មីហើយនៅពេលដែលអ្នកចាប់ផ្ដើមទទួលស្គាល់ការពិតអ្នកនឹងចាប់ផ្ដើមមានកម្លាំងឡើងវិញអ្នកនឹងឈប់សួរថាហេតុអ្វីហើយចាប់ផ្ដើមសួរថាតើឥឡូវនេះខ្ញុំអាចធ្វើអ្វីបានខ្លះសំណួរបែបនេះអាចផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់បានព្រោះវាជាការបង្វែរចិត្តរបស់យើងពីអតីតកាលទៅកាន់អ្វីដែលយើងអាចធ្វើបាននៅពេលបច្ចុប្បន្នរឿងទី3គឺសូមកុំមើលបញ្ហាទាំងមូលនៅក្នុងពេលតែមួយនៅពេលដែលយើងមើលបញ្ហាធំមួយទាំងមូលវាអាចធ្វើឲ្យយើងមានអារម្មណ៍ថាវាធំពេករហូតដល់យើងមិនដឹងត្រូវចាប់ផ្ដើមពីណាបើអ្នកមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរកុំគិតភ្លាមថាតើខ្ញុំត្រូវរកលុយទាំងអស់នោះនៅពីណាបើអ្នកបាត់បង់ការងារកុំគិតថាតើខ្ញុំនឹងរស់នៅបែបនេះរហូតឬបើទំនាក់ទំនងរបស់អ្នកបែកបាក់កុំគិតថាតើខ្ញុំនឹងនៅម្នាក់ឯងពេញមួយជីវិតឬសួរខ្លួនឯងត្រឹមតែមួយសំណួរថាតើជំហានតូចបំផុតដែលខ្ញុំអាចធ្វើបាននៅថ្ងៃនេះគឺអ្វីប្រសិនបើអ្នកកំពុងជំពាក់លុយប្រហែលជាជំហានដំបូងគឺរៀបចំការចំណាយរបស់អ្នកឡើងវិញប្រសិនបើអ្នកបាត់បង់ការងារប្រហែលជាជំហានដំបូងគឺរៀបចំប្រវត្តិរូបការងារនិងចាប់ផ្ដើមដាក់ពាក្យថ្មីប្រសិនបើអ្នកកំពុងឈឺចាប់ពីការបែកបាក់ប្រហែលជាជំហានដំបូងគឺឈប់តាមដានអ្វីដែលធ្វើឲ្យអ្នកឈឺចាប់ហើយចាប់ផ្ដើមយកពេលវេលាមកថែខ្លួនឯងឡើងវិញចំណែកឯរឿងទី4សូមកុំឲ្យបញ្ហាមួយកំណត់ថាអ្នកគឺជានរណាសូមកុំមើលភ្នំទាំងមូលហើយខ្លាចថាខ្លួនមិនអាចឡើងបានសូមមើលត្រឹមជំហានដែលនៅខាងមុខអ្នកពេលដែលអ្នកឡើងបានមួយជំហានអ្នកនឹងឃើញជំហានបន្ទាប់ជីវិតមិនត្រូវការឲ្យយើងដឹងគ្រប់យ៉ាងពីថ្ងៃនេះទៅថ្ងៃអនាគតទេពេលខ្លះយើងគ្រាន់តែត្រូវដឹងថាជំហានបន្ទាប់របស់យើងគឺជាអ្វីហើយសូមចាំរឿងមួយដែលសំខាន់ខ្លាំងណាស់កុំយកបញ្ហាមួយមកកំណត់ថាអ្នកជាមនុស្សបែបណាអ្នកអាចបរាជ័យប៉ុន្តែអ្នកមិនមែនជាមនុស្សបរាជ័យទេអ្នកអាចបាត់បង់ការងារប៉ុន្តែវាមិនមានន័យថាអ្នកគ្មានសមត្ថភាពទេអ្នកអាចត្រូវបានបដិសេធប៉ុន្តែវាមិនមានន័យថាអ្នកគ្មានតម្លៃទេអ្នកអាចឆ្លងកាត់ទំនាក់ទំនងដែលបរាជ័យប៉ុន្តែវាមិនមានន័យថាអ្នកមិនសមទៅនឹងទទួលបានសេចក្តីស្រឡាញ់ទេកុំយកជំពូកមួយដែលអាក្រក់នៅក្នុងជីវិតអ្នកទៅសរសេរជាចំណងជើងនៃសៀវភៅទាំងមូលពេលនេះប្រហែលជាអ្នកកំពុងនៅក្នុងជំពូកដ៏លំបាកមួយប៉ុន្តែសៀវភៅរបស់អ្នកមិនទាន់ចប់ទេថ្ងៃនេះអាចជាថ្ងៃដែលអ្នកយំប៉ុន្តែថ្ងៃស្អែកអាចជាថ្ងៃដែលអ្នកចាប់ផ្ដើមញញឹមវិញថ្ងៃនេះអាចជាថ្ងៃដែលអ្នកបាត់បង់អ្វីមួយប៉ុន្តែថ្ងៃក្រោយអាចនឹងជាថ្ងៃដែលអ្នករកឃើញអ្វីដែលស័ក្តិសមនឹងអ្នកជាងមុនថ្ងៃនេះអាចជាថ្ងៃដែលគិតថាខ្លួនឯងមិនអាចទៅមុខបានទៀតប៉ុន្តែពេលវេលាអាចបង្ហាញថាអ្នករឹងមាំជាងអ្វីដែលអ្នកធ្លាប់គិតហើយប្រហែលជាថ្ងៃណាមួយអ្នកនឹងមើលត្រឡប់មកពេលវេលាដ៏លំបាកនេះវិញហើយនិយាយថាសំណាងហើយដែលថ្ងៃនោះខ្ញុំមិនបានបោះបង់
រឿងទី5ដែលអ្នកគួរធ្វើសូមកុំប្រឈមមុខទៅនឹងបញ្ហាតែម្នាក់ឯងមានពេលខ្លះពេលជីវិតជួបបញ្ហាយើងចូលចិត្តលាក់វានៅក្នុងចិត្តយើងមិនចង់ឲ្យអ្នកដទៃដឹងថាយើងកំពុងពិបាកយើងខ្លាចគេមើលថាយើងជាមនុស្សទន់ខ្សោយឬខ្លាចថាបើប្រាប់គេនឹងមិនយល់ពីយើងដូច្នេះយើងបែរជាធ្វើមុខធម្មតាទៅធ្វើការទៅជួបមនុស្សញញឹមនិងនិយាយថាខ្ញុំមិនអីទេទាំងដែលនៅខាងក្នុងកំពុងតែមានសង្គ្រាមដ៏ធំមួយប៉ុន្តែការរឹងមាំមិនមែនមានន័យថាអ្នកត្រូវដោះស្រាយគ្រប់យ៉ាងដោយខ្លួនឯងទេមនុស្សរឹងមាំពិតប្រាកដគឺជាមនុស្សដែលដឹងថាពេលណាគួរប្រយុទ្ធដោយខ្លួនឯងហើយពេលណាគួរសុំជំនួយពីអ្នកដទៃនៅក្នុងជីវិតមនុស្សម្នាក់ត្រូវការមនុស្សម្នាក់ដែលអាចចង្អុលស្ដាប់ខ្លួនឯងដោយមិនកាត់សេចក្តីប្រហែលជាមិត្តភក្តិម្នាក់បងប្អូនម្នាក់ឪពុកម្ដាយឬមនុស្សណាម្នាក់ដែលអ្នកអាចទុកចិត្តបានពេលខ្លះយើងមិនបានត្រូវការអ្នកណាម្នាក់មកដោះស្រាយបញ្ហាជំនួសយើងទេយើងគ្រាន់តែត្រូវការមនុស្សម្នាក់ដែលអាចនិយាយថាខ្ញុំយល់ឬអ្នកមិននៅតែម្នាក់ឯងទេពាក្យតិចតួចបែបនេះអាចមានន័យយ៉ាងច្រើនសម្រាប់មនុស្សដែលកំពុងតែហត់នឿយសូមកុំខ្មាស់អៀននៅក្នុងការនិយាយថាខ្ញុំកំពុងពិបាកការទទួលស្គាល់ខ្លួនឯងត្រូវការជំនួយមិនមែនជាភាពទន់ខ្សោយទេវាគឺជាការយល់ដឹងអំពីខ្លួនឯងគ្មាននរណាម្នាក់អាចរឹងមាំគ្រប់ពេលបានឡើយសូម្បីតែមនុស្សដែលអ្នកគិតថារឹងមាំបំផុតក៏ធ្លាប់មានយប់ដែលគេអង្គុយស្ងាត់ហើយមិនដឹងថាត្រូវធ្វើអ្វីបន្ទាប់ដែរប៉ុន្តែពេលស្វែងរកមនុស្សដើម្បីពឹងផ្អែកសូមជ្រើសរើសមនុស្សដែលអាចជួយឲ្យអ្នកឈរឡើងមិនមែនមនុស្សដែលទាញអ្នកឲ្យធ្លាក់ចុះជាងមុនមនុស្សខ្លះនៅពេលអ្នកមានបញ្ហាគេមិនជួយអ្នករកដំណោះស្រាយទេប៉ុន្តែគេបន្ថែមការភ័យខ្លាចឲ្យអ្នកមនុស្សខ្លះចូលចិត្តយកភាពទន់ខ្សោយរបស់អ្នកទៅនិយាយប្រាប់អ្នកដទៃដូច្នេះការបើកចិត្តមិនមែនមានន័យថាអ្នកត្រូវប្រាប់រឿងក្នុងចិត្តរបស់អ្នកទៅមនុស្សគ្រប់គ្នានោះទេចូលជ្រើសរើសមនុស្សដែលអ្នកទុកចិត្តមនុស្សដែលនៅជាមួយអ្នកមិនត្រឹមតែពេលដែលអ្នកមានអ្វីឲ្យគេនោះទេប៉ុន្តែជាមនុស្សដែលអាចនៅក្បែរអ្នកនៅពេលដែលអ្នកគ្មានអ្វីសោះក្រៅពីភាពអស់សង្ឃឹមព្រោះពេលខ្លះអ្វីដែលជួយឲ្យមនុស្សម្នាក់ឆ្លងកាត់ព្យុះភ្លៀងបានមិនមែនដោយសារព្យុះខ្សោយនោះទេប៉ុន្តែដោយសារគេមិនបានឈរតែម្នាក់ឯងចំណែកឯរឿងទី6សូមកុំឲ្យបញ្ហាធ្វើឲ្យអ្នកបាត់បង់ខ្លួនឯងនេះជារឿងដែលមនុស្សជាច្រើនមើលរំលងពេលមានបញ្ហាយើងផ្ដោតខ្លាំងពេកទៅលើអ្វីដែលកំពុងតែខុសរហូតភ្លេចថាខ្លួនឯងក៏ត្រូវការការថែរក្សាដែរអ្នកអាចមានបញ្ហាហិរញ្ញវត្ថុប៉ុន្តែអ្នកនៅតែត្រូវការញ៉ាំអាហារអ្នកអាចមានបញ្ហាការងារប៉ុន្តែអ្នកក៏នៅតែត្រូវការសម្រាកអ្នកអាចខូចចិត្តប៉ុន្តែអ្នកក៏នៅតែត្រូវថែរក្សារាងកាយនិងផ្លូវចិត្តរបស់អ្នកព្រោះប្រសិនបើអ្នកបាត់បង់សុខភាពទៀតបញ្ហាដែលនៅតែមានស្រាប់នឹងអាចកាន់តែធ្ងន់មានមនុស្សជាច្រើនដែលពេលជីវិតមានបញ្ហាគេចាប់ផ្ដើមមិនគេងមិនញ៉ាំមិនចង់ជួបមនុស្សមិនចង់ធ្វើអ្វីហើយចំណាយពេលពេញមួយថ្ងៃគិតពីបញ្ហាដដែលពេលយប់គេងមិនលក់ពេលព្រឹកភ្ញាក់ឡើងជាមួយនឹងបញ្ហាដដែលហើយថ្ងៃមួយកន្លងផុតទៅថ្ងៃទី2កន្លងផុតទៅហើយបន្តិចម្ដងបញ្ហាមួយបានคล้ายជាអ្វីដែលគ្រប់គ្រងជីវិតទាំងមូលកុំឲ្យរឿងមួយដែលកំពុងខុសបំផ្លាញអ្វីដែលនៅសេសសល់នៅក្នុងជីវិតរបស់អ្នកបើអ្នកមានបញ្ហាការងារកុំឈប់ថែសុខភាពបើអ្នកមានបញ្ហាស្នេហាកុំឈប់ស្រឡាញ់ខ្លួនឯងបើអ្នកមានបញ្ហាលុយកុំបោះបង់សេចក្តីថ្លៃថ្នូររបស់ខ្លួនហើយបើអ្នកបរាជ័យកុំឈប់ជឿថាខ្លួនអាចរៀននិងចាប់ផ្ដើមឡើងវិញបានពេលខ្លះការថែខ្លួនឯងមិនមែនជារឿងធំអ្វីទេគ្រាន់តែគេងឲ្យបានល្អដើរលេងបន្តិចផឹកទឹកញ៉ាំអាហារឲ្យបានទៀងទាត់អានសៀវភៅស្ដាប់តន្ត្រីឬអង្គុយនៅកន្លែងស្ងប់ស្ងាត់ហើយដកដង្ហើមយឺតវាអាចមើលទៅជារឿងតូច
ប៉ុន្តែពេលដែលអ្នកកំពុងតែហត់នឿយវាគឺជាវិធីមួយដើម្បីប្រាប់ខ្លួនឯងថាខ្ញុំនៅតែមានតម្លៃកុំរងចាំតើតែជីវិតល្អឥតខ្ចោះទើបចាប់ផ្ដើមថែខ្លួនឯងថែខ្លួនឯងនៅពេលជីវិតកំពុងពិបាកបំផុតនោះហើយទើបសំខាន់ជាងគេរឿងទី7ដែលអ្នកត្រូវធ្វើត្រូវសួរខ្លួនឯងថាតើបញ្ហានេះកំពុងបង្រៀនអ្វីដល់ខ្ញុំគ្មាននរណាចង់ឈឺចាប់ទេគ្មាននរណាចង់បរាជ័យទេគ្មាននរណាចង់បាត់បង់មនុស្សដែលខ្លួនស្រឡាញ់ឬបាត់បង់អ្វីដែលខ្លួនខំប្រឹងសាងសង់នោះទេប៉ុន្តែនៅពេលរឿងទាំងនោះបានកើតឡើងហើយយើងអាចជ្រើសរើសថាតើយើងនឹងចាក់ចេញពីវាដោយគ្រាន់តែមានរបួសឬយើងនឹងចាក់ចេញជាមួយនឹងមេរៀនមួយបញ្ហាគ្រប់យ៉ាងមិនចាំបាច់មានអត្ថន័យល្អតាំងពីដំបូងទេពេលខ្លះយើងត្រូវឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំទើបយើងយល់ថាហេតុអ្វីបានជារឿងមួយកើតឡើងនៅពេលនោះមនុស្សម្នាក់អាចចាក់ចេញពីជីវិតអ្នកហើយនៅថ្ងៃនោះអ្នកគិតថាជីវិតរបស់អ្នកបានបែកបាក់ប៉ុន្តែប៉ុន្មានឆ្នាំក្រោយអ្នកនឹងអាចយល់ថាការចាក់ចេញរបស់គេបានបង្រៀនឲ្យយើងស្គាល់ពីតម្លៃរបស់ខ្លួនឯងការបរាជ័យមួយអាចធ្វើឲ្យអ្នកខកចិត្តប៉ុន្តែវាអាចបង្រៀនអ្នកពីអ្វីដែលអ្នកមិនធ្លាប់រៀនប្រសិនបើអ្នកមិនធ្លាប់បរាជ័យដូច្នេះនៅពេលជីវិតបោះបញ្ហាមួយមកមុខអ្នកសូមកុំសួរថាហេតុអ្វីបានជាវាកើតឡើងតែសាកសួរមួយទៀតថាតើខ្ញុំអាចរៀនអ្វីពីវាប្រហែលជាបញ្ហានេះកំពុងបង្រៀនអ្នកឲ្យអត់ធ្មត់ប្រហែលជាវាកំពុងបង្រៀនអ្នកឲ្យចេះនិយាយថាទេប្រហែលជាវាកំពុងបង្រៀនអ្នកថាមិនមែនមនុស្សគ្រប់គ្នាដែលញញឹមដាក់អ្នកគឺជាមនុស្សដែលមានចិត្តល្អចំពោះអ្នកទេហើយប្រហែលវាកំពុងបង្រៀនអ្នកឲ្យចេះគ្រប់គ្រងលុយឬចេះរៀបចំជីវិតរបស់ខ្លួនហើយឬប្រហែលជាវាកំពុងបង្រៀនអ្នកថាកុំយកសុភមង្គលរបស់ខ្លួនទៅដាក់ទៅក្នុងដៃរបស់មនុស្សម្នាក់ទៀតមនុស្សដែលមិនធ្លាប់ជួបការលំបាកអាចមិនយល់ថាតើខ្លួនឯងរឹងមាំប៉ុណ្ណាប៉ុន្តែមនុស្សដែលធ្លាប់ឆ្លងកាត់ព្យុះធំធំនឹងដឹងថាខ្លួនអាចឈរបានទោះបីខ្យល់បក់ខ្លាំងប៉ុណ្ណាក៏ដោយប្រហែលជាថ្ងៃនេះអ្នកកំពុងសួរខ្លួនឯងថាហេតុអ្វីជីវិតខ្ញុំពិបាកម្ល៉េះប៉ុន្តែប្រហែលជាថ្ងៃមួយអ្នកនឹងសួរខ្លួនឯងវិញថាបើខ្ញុំមិនធ្លាប់ឆ្លងកាត់រឿងទាំងនោះតើខ្ញុំនឹងក្លាយជាមនុស្សដែលខ្ញុំជាសពថ្ងៃដែរឬទេពេលខ្លះការឈឺចាប់មិនបានមកដើម្បីបំផ្លាញយើងទេវាអាចមកដើម្បីបំបែកយើងចេញពីមនុស្សចាស់ដែលយើងធ្លាប់ក្លាយជាហើយបង្កើតយើងឲ្យក្លាយជាមនុស្សម្នាក់ដែលមានភាពចាស់ទុំជាងមុនយ៉ាងណាមិញដំណើរទាំងនោះមិនងាយស្រួលឡើយមានថ្ងៃដែលអ្នកហត់មានថ្ងៃដែលអ្នកនឹងបោះបង់មានថ្ងៃដែលអ្នកនឹងគិតថាខ្លួនបានខំប្រឹងគ្រប់គ្រាន់ហើយប៉ុន្តែហេតុអ្វីបានជាអ្វីៗនៅតែមិនប្រសើរឡើងនៅពេលនោះសូមចាំថាការរីកចម្រើនមិនតែងតែមើលឃើញភ្លាមៗនោះទេគ្រាប់ពូជមួយដែលកំពុងដុះនៅក្រោមដីមិនមានន័យថាវាមិនកំពុងលូតលាស់ទេគ្រាន់តែភ្នែករបស់យើងមិនទាន់មើលឃើញវាតែប៉ុណ្ណោះជីវិតរបស់អ្នកក៏អាចកំពុងផ្លាស់ប្ដូរនៅកន្លែងដែលអ្នកមិនទាន់មើលឃើញដូច្នេះបន្តទៅមុខមិនចាំបាច់រត់ទេដើរយឺតៗក៏បានប្រសិនបើហត់សម្រាកប៉ុន្តែសូមកុំបោះបង់ព្រោះនៅក្នុងជីវិតមានភាពខុសគ្នាធំរវាងសម្រាកនិងការបោះបង់សម្រាកមានន័យថាអ្នកកំពុងប្រមូលកម្លាំងដើម្បីបន្តដំណើររីឯបោះបង់មានន័យថាអ្នកសម្រេចថាដំណើរនោះមិនសមនឹងការខំប្រឹងទៀតឡើយហើយពេលខ្លះអ្វីដែលអ្នកត្រូវការមិនមែនជាកម្លាំងបន្ថែមទេប៉ុន្តែជាការសម្រាកបន្តិចមុននឹងបន្តដំណើរទៅមុខទៀតរឿងទី8គឺសូមកុំប្រៀបធៀបការលំបាករបស់អ្នកជាមួយនឹងជីវិតរបស់អ្នកដទៃនៅពេលជីវិតយើងកំពុងជួបបញ្ហាយើងងាយនឹងមើលទៅជីវិតរបស់អ្នកដទៃហើយគិតថាហេតុអ្វីបានជាជីវិតរបស់គេស្រួលជាងយើងមនុស្សម្នាក់មានការងារល្អ
ម្នាក់ទៀតមានអាជីវកម្មរីកចម្រើនមនុស្សម្នាក់មានគ្រួសារដ៏មានសុភមង្គលហើយមនុស្សម្នាក់ទៀតកំពុងធ្វើដំណើរទៅរកកន្លែងផ្សេងៗនិងបង្ហោះរូបភាពដែលមើលទៅដូចជាជីវិតគ្មានបញ្ហាខណៈដែលយើងកំពុងអង្គុយនៅកន្លែងស្ងាត់មួយហើយព្យាយាមរកវិធីដោះស្រាយបញ្ហារបស់ខ្លួនការមើលជីវិតអ្នកដទៃនៅពេលដែលខ្លួនកំពុងឈឺចាប់អាចធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងកំពុងចាញ់ជីវិតប៉ុន្តែយើងត្រូវចាំថាយើងកំពុងប្រៀបធៀបជីវិតពិតរបស់យើងជាមួយនឹងផ្នែកដែលគេជ្រើសរើសបង្ហាញឲ្យយើងឃើញតែប៉ុណ្ណោះយើងមិនដឹងថាមនុស្សដែលយើងគិតថាមានជីវិតល្អបំផុតកំពុងប្រឈមទៅនឹងអ្វីនៅពេលដែលគេត្រឡប់ទៅផ្ទះវិញនោះទេមនុស្សម្នាក់អាចបង្ហោះរូបភាពញញឹមនៅពេលថ្ងៃហើយយំម្នាក់ឯងនៅពេលយប់មនុស្សម្នាក់អាចមានលុយច្រើនប៉ុន្តែគ្មានសេចក្តីសុខមនុស្សម្នាក់អាចមានមនុស្សជាច្រើននៅជុំវិញខ្លួនប៉ុន្តែមានអារម្មណ៍ឯកោហើយមនុស្សម្នាក់ដែលអ្នកគិតថាគេមានអ្វីៗគ្រប់យ៉ាងក៏ប្រហែលជាកំពុងប្រាថ្នាចង់បានអ្វីមួយដែលអ្នកកំពុងតែមានផងដែរដូច្នេះកុំយកជំពូកទី10នៅក្នុងជីវិតរបស់អ្នកទៅប្រៀបធៀបជាមួយជំពូកទី20របស់អ្នកដទៃមនុស្សម្នាក់ៗមានពេលវេលារបស់ខ្លួនមានអ្នកចាប់ផ្ដើមលឿនមានអ្នកចាប់ផ្ដើមយឺតមានអ្នកជោគជ័យនៅអាយុ20ឆ្នាំមានអ្នកជោគជ័យនៅអាយុ40ហើយក៏មានអ្នកទើបតែរកឃើញអ្វីដែលខ្លួនចង់បាននៅពេលដែលគេមានអាយុច្រើនជាងនេះជីវិតមិនមែនជាការប្រណាំងដែលមនុស្សគ្រប់គ្នាត្រូវទៅដល់ទីបញ្ចប់នៅក្នុងពេលតែមួយនោះទេដូច្នេះប្រសិនបើថ្ងៃនេះអ្នកកំពុងដើរយឺតសូមកុំខ្មាស់អៀនប្រសិនបើអ្នកត្រូវចាប់ផ្ដើមពី0សូមកុំគិតថាវាយឺតពេក0មិនមែនជាទីបញ្ចប់នោះទេ0គឺជាកន្លែងដែលការចាប់ផ្ដើមថ្មីអាចកើតឡើងរឿងទី9ដែលអ្នកគួរធ្វើគឺរក្សាក្តីសង្ឃឹមទោះបីអ្នកមិនទាន់រកឃើញផ្លូវចេញក៏ដោយមានពេលខ្លះនៅក្នុងជីវិតដែលអ្វីៗមើលទៅដូចជាគ្មានផ្លូវចេញអ្នកខំប្រឹងហើយប៉ុន្តែមិនទាន់ឃើញលទ្ធផលអ្នករងចាំហើយប៉ុន្តែដំណឹងល្អនៅមិនទាន់មកដល់អ្នកព្យាយាមចាប់ផ្ដើមម្ដងទៀតប៉ុន្តែបញ្ហាថ្មីក៏កើតឡើងម្ដងទៀតនៅពេលនោះក្តីសង្ឃឹមគឺជារឿងដែលងាយនឹងបាត់បង់បំផុតប៉ុន្តែសូមចាំថាការដែលអ្នកមិនទាន់ឃើញផ្លូវចេញមិនមានន័យថាផ្លូវចេញនឹងមិនមាននោះទេយើងមិនអាចមើលឃើញអ្វីដែលនៅពីក្រោយជ្រុងមួយបានទេរហូតដល់យើងដើរទៅដល់ទីនោះដូចគ្នាដែរអនាគតរបស់អ្នកនៅតែជាអ្វីដែលអ្នកមិនទាន់បានឃើញអ្នកមិនអាចយកការឈឺចាប់របស់អ្នកនៅក្នុងថ្ងៃនេះទៅសន្និដ្ឋានថាថ្ងៃស្អែកនឹងឈឺចាប់ដូចគ្នាបានទេមានមនុស្សជាច្រើនដែលធ្លាប់គិតថាជីវិតរបស់ពួកគេមិនអាចប្រសើរឡើងទៀតប៉ុន្តែប៉ុន្មានឆ្នាំក្រោយពួកគេបានរស់នៅក្នុងជីវិតដែលពួកគេមិនធ្លាប់ស្រមៃថានឹងមានមិនមែនព្រោះបញ្ហារបស់ពួកគេបាត់ទៅដោយអភូតហេតុទេប៉ុន្តែព្រោះពួកគេមិនបានឈប់ដើរក្តីសង្ឃឹមមិនមែនមានន័យថាអ្នកត្រូវជឿថាអ្វីៗនឹងល្អភ្លាមៗនោះទេក្តីសង្ឃឹមគឺជាការនិយាយទៅកាន់ខ្លួនឯងថាថ្ងៃនេះខ្ញុំមិនទាន់ដឹងថាតើវានឹងទៅជាយ៉ាងណាប៉ុន្តែខ្ញុំនឹងមិនសម្រេចថាជីវិតរបស់ខ្ញុំបញ្ចប់ហើយនោះទេពេលខ្លះយើងមិនត្រូវការក្តីសង្ឃឹមធំទេយើងត្រូវការត្រឹមក្តីសង្ឃឹមតូចមួយដែលធ្វើឲ្យយើងក្រោកពីគ្រែត្រឹមក្តីសង្ឃឹមមួយដែលធ្វើឲ្យយើងបន្តទៅធ្វើការត្រឹមក្តីសង្ឃឹមមួយដែលធ្វើឲ្យយើងនិយាយថាខ្ញុំនឹងសាកល្បងម្ដងទៀតហើយពេលខ្លះពាក្យថាម្ដងទៀតគឺជាពាក្យដ៏មានអំណាចបំផុតនៅក្នុងជីវិតបរាជ័យម្ដងទៀតសាម្ដងទៀតបាត់បង់ម្ដងចាប់ផ្ដើមម្ដងទៀតធ្លាក់ចុះម្ដងក្រោកម្ដងទៀតព្រោះអ្នកមិនចាញ់ដោយសារអ្នកធ្លាក់ចុះទេអ្នកចាញ់នៅពេលដែលអ្នកសម្រេចថាអ្នកនឹងមិនក្រោកឡើងវិញហើយចំណែកឯរឿងទី10ដែលយើងគួររៀនគឺចាប់ផ្ដើមជីវិតឡើងវិញទោះបីត្រូវចាប់ផ្ដើមពី0ក៏ដោយមកដល់ចំណុចនេះប្រហែលជាអ្នកកំពុងគិតថាបើខ្ញុំបាត់បង់អ្វីៗជាច្រើនតើខ្ញុំនឹងចាប់ផ្ដើមពីណាទៅ
ចម្លើយគឺចាប់ផ្ដើមពីកន្លែងដែលអ្នកនៅមិនចាំបាច់រងចាំឲ្យគ្រប់យ៉ាងល្អឥតខ្ចោះមិនចាំបាច់រងចាំឲ្យអ្នកមានលុយគ្រប់គ្រាន់មិនចាំបាច់រងចាំឲ្យមនុស្សគ្រប់គ្នាជឿជាក់លើអ្នកហើយក៏មិនចាំបាច់រងចាំឲ្យអ្នកមានអារម្មណ៍ថាខ្លួនរួចរាល់ទាំងស្រុងដែរពេលខ្លះយើងត្រូវចាប់ផ្ដើមនៅពេលដែលយើងនៅតែភ័យចាប់ផ្ដើមនៅពេលដែលយើងនៅតែឈឺចាប់ចាប់ផ្ដើមនៅពេលដែលយើងនៅតែមិនប្រកាសថាអនាគតនឹងទៅជាយ៉ាងណាអ្នកអាចចាប់ផ្ដើមរៀនអ្វីថ្មីៗអ្នកអាចចាប់ផ្ដើមស្វែងរកការងារថ្មីអ្នកអាចចាប់ផ្ដើមរៀបចំជីវិតហិរញ្ញវត្ថុរបស់អ្នកឡើងវិញហើយអ្នកអាចចាប់ផ្ដើមមើលថែខ្លួនឯងអ្នកអាចចាប់ផ្ដើមស្គាល់ខ្លួនឯងឡើងវិញហើយអ្នកអាចចាប់ផ្ដើមសុបិនម្ដងទៀតកុំខ្លាចពីការចាប់ផ្ដើមពីសូន្យព្រោះសូន្យដែលអ្នកមាននៅថ្ងៃនេះមិនមែនជាសូន្យដោយការពីមុននោះទេថ្ងៃនេះអ្នកមានបទពិសោធន៍អ្នកមានមេរៀនអ្នកដឹងថាអ្វីមិនដំណើរការអ្នកដឹងថាមនុស្សប្រភេទណាដែលអ្នកគួរជៀសវាងអ្នកដឹងថាអ្វីមានតម្លៃនិងអ្វីដែលមិនសមនឹងការចំណាយពេលរបស់អ្នកដូច្នេះទោះបីអ្នកត្រូវចាប់ផ្ដើមពីសូន្យក៏អ្នកមិនមែនជាមនុស្សដដែលដែលចាប់ផ្ដើមពីសូន្យកាលពីមុនទេអ្នកមានបទពិសោធន៍នៅក្នុងដៃមានស្នាមរបួសនៅក្នុងចិត្តមានមេរៀននៅក្នុងជីវិតហើយរឿងទាំងនេះអាចคล้ายទៅជាកម្លាំងរបស់អ្នកប្រហែលជាពេលនេះអ្នកមិនទាន់ឃើញថារឿងដែលអ្នកកំពុងជួបនឹងនាំអ្នកទៅណាទេប្រហែលជាអ្នកកំពុងឈរនៅកណ្ដាលផ្លូវដែលងងឹតហើយមិនដឹងថាអ្នកត្រូវដើរទៅខាងណាទេប៉ុន្តែសូមកុំភ្លេចថាអ្នកមិនចាំបាច់ឃើញផ្លូវទាំងមូលអ្នកគ្រាន់តែត្រូវឃើញជំហានបន្ទាប់តែប៉ុណ្ណោះដើរមួយជំហានបន្ទាប់មកមួយទៀតហើយមួយទៀតរហូតដល់ថ្ងៃណាមួយអ្នកនឹងងាកមកមើលក្រោយហើយឃើញថាអ្នកបានដើរឆ្ងាយជាងអ្នកដែលមិនធ្លាប់ដើរជីវិតមិនដែលសន្យាជាមួយយើងថារាល់ថ្ងៃនឹងមានតែភាពងាយស្រួលនោះទេវានឹងមានថ្ងៃដែលយើងសើចហើយក៏មានថ្ងៃដែលយើងយំមានថ្ងៃដែលយើងឈ្នះហើយក៏មានថ្ងៃដែលយើងបរាជ័យមានថ្ងៃដែលយើងមានមនុស្សជាច្រើននៅក្បែរហើយក៏មានថ្ងៃដែលយើងត្រូវដើរតែម្នាក់ឯងប៉ុន្តែប្រហែលជានេះហើយជាអ្វីដែលធ្វើឲ្យជីវិតមានន័យព្រោះប្រសិនបើគ្មានថ្ងៃងងឹតយើងប្រហែលជាមិនដឹងថាពន្លឺមានតម្លៃប៉ុណ្ណាទេប្រសិនបើគ្មានការបរាជ័យយើងប្រហែលជាមិនដឹងថាការឈ្នះមានន័យយ៉ាងណាទេប្រសិនបើមិនធ្លាប់បាត់បង់យើងប្រហែលជាមិនចេះឲ្យតម្លៃចំពោះអ្វីដែលនៅជាមួយយើងនោះទេដូច្នេះប្រសិនបើថ្ងៃនេះអ្នកកំពុងជួបបញ្ហាខ្ញុំមិនចង់ប្រាប់អ្នកថាកុំឈឺចាប់ទេព្រោះអ្នកមានសិទ្ធិឈឺចាប់មានសិទ្ធិយំអ្នកមានសិទ្ធិមានថ្ងៃដែលអ្នកមិនរឹងមាំប៉ុន្តែសូមកុំបោះបង់ខ្លួនឯងសម្រាប់បានប៉ុន្តែកុំបោះបង់យំបានប៉ុន្តែកុំឲ្យទឹកភ្នែកខ្លាចទៅជាហេតុផលដែលអ្នកឈប់ដើរបរាជ័យបានប៉ុន្តែកុំយកការបរាជ័យមួយមកសម្រេចថាអ្នកគ្មានអនាគតប្រសិនបើអ្នកត្រូវចាប់ផ្ដើមឡើងវិញគឺចាប់ផ្ដើមប្រសិនបើអ្នកត្រូវដើរយឺតក៏គួរតែដើរយឺតតាមដំណើរទៅហើយប្រសិនបើអ្នកត្រូវដើរតែម្នាក់ឯងសូមកុំខ្លាចសម្រាប់ការដើរព្រោះនៅចុងបញ្ចប់នៅថ្ងៃនេះមនុស្សដែលត្រូវការជួយបំផុតគឺខ្លួនអ្នកផ្ទាល់ហើយនៅថ្ងៃណាមួយនៅពេលព្យុះបានកន្លងផុតអ្នកនឹងយល់ថាអ្នកមិនបានខាតបង់អ្វីៗទាំងអស់នោះទេអ្នកបានរកឃើញខ្លួនឯងម្នាក់ដែលរឹងមាំជាងមុនអ្នកបានរៀនថាអ្វីដែលពិតជាមានតម្លៃអ្នកបានរៀនថាមនុស្សណាគួររក្សាទុកនិងមនុស្សណាគួរដោះលែងហើយអ្នកបានរៀនថាជីវិតមិនចាំបាច់ល្អឥតខ្ចោះទើបមានន័យនោះទេដូច្នេះប្រសិនបើអ្នកកំពុងតែស្ដាប់វីដេអូនេះហើយកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយសូមចាំពាក្យមួយនេះឲ្យបានច្បាស់អ្វីដែលអ្នកកំពុងជួបមិនមែនជាចុងបញ្ចប់នៃជីវិតនោះទេវាគ្រាន់តែជាជំពូកមួយបន្តអានបន្តរស់បន្តរៀនបន្តជឿហើយសំខាន់បំផុតគឺបន្តដើរទៅមុខព្រោះប្រហែលជាអ្នកមិនទាន់ដឹងថានៅខាងមុខប៉ុន្មានជំហានទៀត
កំពុងរងចាំជាមួយនឹងជីវិតមួយដ៏ល្អជាងអ្វីដែលអ្នកកំពុងមាននៅថ្ងៃនេះចាសសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់ដាស់ចិត្តរហូតដល់ចប់ប្រសិនបើវីដេអូនេះបានផ្ដល់កម្លាំងចិត្តឬធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកមិននៅតែម្នាក់ឯងសូមជួយចែករំលែកទៅកាន់មនុស្សម្នាក់ដែលអ្នកគិតថាគាត់ប្រហែលជាកំពុងត្រូវការពាក្យលើកទឹកចិត្តមួយនេះជួនកាលយើងមិនអាចដោះស្រាយបញ្ហារបស់នរណាម្នាក់បានទេប៉ុន្តែពាក្យមួយឃ្លាដែលមកដល់ពេលត្រឹមត្រូវអាចជួយឲ្យមនុស្សម្នាក់មានកម្លាំងបន្តដំណើរទៅមុខបានចា៎ជួបគ្នាម្ដងទៀតនៅវីដេអូក្រោយសូមឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តរក្សាខ្លួនឯងកុំបោះបង់ក្តីសង្ឃឹមព្រោះដរាបណាអ្នកនៅតែបន្តដើររឿងល្អៗនៅខាងមុខនឹងនៅតែអាចកើតឡើងបាន